បាទជំរាបសួរលោកគ្រូនេះគឺជាប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិកបាទតាមរយៈការប្រើ QR code បាទអញ្ចឹងក្នុងប្រព័ន្ធនេះគឺពេលយើង log in ចូលគឺយើងមាន2ទី1 log in ជា admin ហើយទី1ទៀត log in ជា user បើ log in ជា admin គឺយើងអាចមើលព័ត៌មានបានគ្រប់ទាំងអស់តែអត់ log in ជា user គឺយើងបានត្រឹមតែ scan ចេញ scan ចូលហើយនឹងពាក្យសុំច្បាប់តែប៉ុណ្្នឹងទេឥឡូវខ្ញុំ log in ជា admin សិនបាទអញ្ចឹង admin គឺចេញជា QR code នេះហើយ QR code នេះគឺយើងអាច print ទៅហើយដាក់ក្នុងសាលាទៅហើយសូមបញ្ជាក់ថា QR code នេះគឺប្រើតែមួយទេបុគ្គលិកមកសាលាគឺអាច scan ចូលបានហើយมันអាច copy ឬក៏มันអាចថតយក scan នៅកន្លែងផ្សេងក្រៅពីទីតាំងសាលាបានទេបាទបោះពុំទៅបាទហើយនេះគឺពុំផ្សេងបាទអញ្ចឹងដំបូងគឺយើងអាចចូលបុគ្គលិកបាទអញ្ចឹងលេខអត្តលេខនេះគឺវាចេញអូតូអានេះអត្តលេខនេះគឺសម្រាប់ចូលសម្រាប់លោកគ្រូគាត់អាចចូលទៅប្រើប្រាស់បាទហើយយើងដាក់ឈ្មោះមកបាទឧទាហរណ៍មកហើយរើសមកបាទហើយលេខពាក្យសម្ងាត់នេះគឺវាអូតូចេះបានហើយលោកគ្រូចង់ដូរក៏បានឬក៏ចង់ទុំជាងក៏បានដែរបាទហើយរើសទួនាទីមកបាទជាអីជានាយកឬក៏អីចឹងមកហើយបន្តមករើសសិទ្ធិនៃការប្រើតើឲ្យប្រើជាអីជាអ្នកគ្រប់គ្រងឬក៏អ្នកប្រើប្រាស់អញ្ចឹងបើសិនជាអ្នកដែលគាត់កាន់នៅខាង admin គឺគាត់យកអ្នកគ្រប់គ្រងមកតែបើសិនជាលោកគ្រូឬក៏បរិញ្ញាគឺយើងយកជាអ្នកប្រើប្រាស់ធម្មតាមកបាទអញ្ចឹងយើងចូលគ្រប់គ្រងមកហើយដាក់លេខទូរស័ព្ទនេះមកបាទហើយនេះគឺជាម៉ោងចេញម៉ោងជួបរបស់គាត់ធ្វើការបាទនេះយើងអាចដាក់ហូម៉ាទៅយើងគាត់ធ្វើការព្រឹកល្ងាចអញ្ចឹងយើងដាក់ម៉ោង7ទៅបាទហើយដល់ម៉ោង5គាត់ចេញអញ្ចឹងទៅបាទហើយប៉ុណ្្នឹងទៅយើងជិះពីរក្សាទុកបាទអញ្ចឹងយើងជោគជ័យបាទអញ្ចឹងយើងចូលហើយបាទអញ្ចឹងពេលចូលគឺវានឹងលោតចំនួនមកបាទនេះបុគ្គលិកមាន5នាក់បាទហើយនៅពេលដែលនេះសម្រាប់បុគ្គលិកគាត់នេះក៏អាច scan បាទនេះចុច scan នេះមកបាទអញ្ចឹងចុចឲ្យប៊ូតុង scan នេះមកគឺវានឹង load ឲ្យអញ្ចឹងវានេះវាបញ្ជាក់មកធ្វើការងារហ្នឹងប្រហែលអ្នកហើយសុំបបប្រហែលអ្នកបាទវា load ចំនួនឲ្យហើយនៅខាងក្រោមនេះគឺវានឹងបង្ហាញទៀតហ្នឹងនេះបុគ្គលិកមកធ្វើការពេលព្រឹកប្រហែលពេលរសៀលប្រហែលពេលល្ងាចខ្ញុំចែកជា3ដើម្បីអាចខាងឯកជនក៏អាចប្រើប្រាស់បានដែរបាទអញ្ចឹងនៅពេលដែល scan ចេញទៅនេះមកយឺតមុនថ្ងៃមុនមកយឺតថ្ងៃនេះមកគាត់យឺតគឺដាក់ចំនួនមកហើយបាទហើយនឹងមានឈ្មោះនៅខាងក្រោមនេះចឹងនេះគឺបញ្ជីអ្នកដែលមកយឺតបាទនេះអញ្ចឹងម៉ោងកំណត់ប៉ុណ្ណេះមកយើងមក7ហើយគាត់ចូលដល់ម៉ោង11អញ្ចឹងគាត់យឺតហើយនេះជាមូលនិធិគាត់យឺតហើយនេះគាត់ scan ពេលព្រឹកពេលរសៀលនិងពេលល្ងាចគឺយើងដាក់ឲ្យស្រេចហើយនេះគឺពេលចេញបាទអញ្ចឹងគាត់ចេញលឿនឬក៏ចេញមុនម៉ោងអីគឺវានឹងបង្ហាញឈ្មោះនៅទីនេះហើយនេះគឺជាបញ្ជីឈ្មោះបុគ្គលិកបាទអញ្ចឹងបញ្ជីឈ្មោះបុគ្គលិកនេះលោកគ្រូអាចចូលកែបានប៉ុន្តែបានតែជាមួយ admin ទេចំពោះ user គឺអត់អាចកែបានទេបាទអាចចូលទៅកែឬក៏លុបបានបាទបើចង់កែមកគាត់ចង់កែទៅឬចង់កែឈ្មោះហ្នឹងគឺអាចចូលកែបានចង់កែពាក្យសម្ងាត់អីចឹងទៅបាទហើយនេះបើសិនជាខ្វះតួនាទីឬក៏អាចបញ្ចូលខាងក្រោមនេះបាទនេះប្រើប្រាស់យើងដាក់គាត់ជាធម្មតាវិញឧទាហរណ៍នេះលេខទូរស័ព្ទមកបាទហើយនេះយើងអាចកំណត់ម៉ោងអីចឹងទៅដូរអញ្ចឹងថាគូដូរយើងរក្សាទុកមកបាទនេះលេខត្រូវមាន9ខ្ទង់អញ្ចឹងវាអត់ត្រឹមត្រូវទេបាទនេះជោគជ័យកែបានបាទនេះយើងអាចកែបានបាទហើយយើងចង់លុបចុចប៊ូតុងលុបនេះទៅគឺវានឹងលុបមកបាទនេះគឺបញ្ជីដែល scan ចូលអញ្ចឹងពេលព្រឹកហ្នឹងគាត់ scan ចូលមកនេះគឺវានឹងបង្ហាញឈ្មោះនៅទីនេះបាទអញ្ចឹងនឹងបង្ហាញទីតាំងបង្ហាញផែនទីអញ្ចឹងអាចចុចមើលផែនទីនេះបានបើសិនតែគាត់ scan ចូលខុសទីតាំងនេះគឺបង្ហាញទីតាំងប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹង QR code នេះគឺមិនអាចយកទៅ scan ក្រៅទីតាំងបានទេបាទចឹងនេះ
một thôi cá về dưới nên một thôi ba về là nghề hayនេះគឺបញ្ជីនៅសុនច្បាប់បាទអញ្ចឹងសុនច្បាប់ម៉ាអ្នកវានឹងបង្ហាញនៅទីនេះបាទឈ្មោះនឹងថ្ងៃនឹងម៉ាអ្នកហើយនេះគឺជាបញ្ជីវត្តមាននេះមានថាចាំគាត់នេះទាំង scan ចេញ scan ចូលគឺវារក្សានេះទាំងអស់បាទហើយសម្រាប់នេះបាទគឺវានៅនឹងទាំងអស់បាទហើយទៀតលោកគ្រូអាចបង្កើតនៅរបាយការណ៍បាទនេះគឺរបាយការណ៍បាទរបាយការណ៍នេះយើងអាចប្រើជា PDF ឬក៏ Excel មួយរបាយការណ៍ប្រចាំថ្ងៃគឺថ្ងៃហ្នឹងបាទអញ្ចឹងលោកគ្រូអាចចុចបង្កើតទៅនេះគឺជា PDF បាទនេះយើងចង់មើលរបាយការណ៍អីបាទនេះលោកគ្រូចុចមកបាទនេះវានឹងចេញមកបាទប្រចាំថ្ងៃបាទអញ្ចឹងចំនួនចូលទៅប្រហែលអ្នកបាទនេះប្រចាំថ្ងៃគឺវាថាពីមួយថ្ងៃហ្នឹងបាទហើយរបាយការណ៍យើងមានច្រើនទៀតបាទអញ្ចឹងលោកគ្រូមើលតាមហ្នឹងបាទនេះយើងមានប្រចាំសប្តាហ៍ប្រចាំខែប្រចាំឆ្នាំនិងសម្រាប់បុគ្គលម្នាក់បាទគាត់ឈប់ម៉ានអីម៉ានបាប់ម៉ានអីគឺវានឹងបង្ហាញបាទហើយនេះគឺជាការលុបទិន្នន័យចាស់បាទចឹងគ្រូចង់លុបទិន្នន័យបាទដូចជាមិនចង់ច្រើនអីចឹងចាស់ចូលវត្តមានឬគឺចាស់សុខភាពហ្នឹងទៅហើយគ្រូដាក់មកអានេះរយៈពេល30ថ្ងៃចាស់មុនចឹងទៅណាគ្រូចង់លុបឲ្យចាស់ចោលទៅគ្រូជាពាក្យលុបមកបាទហើយនេះគឺជាការសុំច្បាប់បាទអញ្ចឹងសម្រាប់បុគ្គលិកបាទក៏សុំច្បាប់បាទនេះអញ្ចឹងជ្រើសឈ្មោះរបស់គាត់ចឹងមកបាទអញ្ចឹងក៏អាចសុំច្បាប់បានដែរបាទឧទាហរណ៍នេះមកបាទនេះដូចមកថ្ងៃទីប៉ុន្មានឧទាហរណ៍ថ្ងៃហ្នឹងថ្ងៃទី1អញ្ចឹងរយៈពេល1ថ្ងៃបាទចូល1ថ្ងៃមកហើយគាត់បង្រៀនអ្នកណាប៉ះអ្នកណាខ្លះមកគាត់ប៉ះមក 2A ឬក៏11B អញ្ចឹងទៅបាទហើយមូលហេតុអីបាទឧទាហរណ៍ថាឈឺបាទអញ្ចឹងយើងដាក់ស្នើទៅបាទអញ្ចឹងដាក់បានចូលជ័យជាអូខេមកអញ្ចឹងវានឹងបង្ហាញចំនួនបាទ015នាក់មិន4នាក់ឡើយ015នាក់ហ្នឹងបាទហើយមួយទៀតតើតើជាមួយការ scan យ៉ាងដែរយើងមាន scan ចូលនិង scan ចេញបាទនេះអញ្ចឹងការ scan យើងបើកនេះទៅបាទអញ្ចឹងវានឹងចេញមកបាទហើយ scan ចេញគឺដូចគ្នាដែរបាទពេលរៀងចុចទៅគឺវានឹងចេញ scan មកហើយបាទហើយអញ្ចឹងគ្រូអាចមើលបាទនេះអញ្ចឹងទោះបីជានាយកឬក៏អ្នកកាន់តែគាត់នៅឆ្ងាយគឺក៏អាចមើលតាមទូរស័ព្ទដៃបានបាទហើយនេះខ្ញុំសូមបង្ហាញទាក់ទងជាមួយនឹងអឺការចូលជាគ្រូធម្មតាវិញបាទខុសលេខសម្ងាត់ដែរបាទបាទនេះជាបុគ្គលិកបាទអញ្ចឹងយើងចង់មើលបាទកាត់បាទនេះចង់នាំចេញទិន្នន័យបាទនេះយើងអាចនាំចេញជាទិន្នន័យបានបាទយើងមានមួយទៀតបាទនេះគឺបញ្ជីឈ្មោះបុគ្គលិកបាទយើងមានបញ្ជីឈ្មោះបុគ្គលិកយើងមានបញ្ជីឈ្មោះបុគ្គលិកសុំច្បាប់មានបញ្ជីវត្តមានបុគ្គលិកបញ្ជីអ្នកប្រើប្រាស់បញ្ជីអ្នកមកយឺតហើយនិងបញ្ជីអ្នកចេញមុនបាទអញ្ចឹងវាមិនបង្ហាញទៅនេះហើយអានេះគឺយើងអាចពីននេះទៅដើម្បីឲ្យបញ្ជីអ្នកប្រើប្រាស់នេះយើងចង់ដឹងថាលេខគាត់អត្តលេខគាត់ប្រមាណបាទហើយលេខសម្ងាត់គាត់ប្រមាណបាទនេះបាទនេះវាបង្ហាញអត្តលេខប្រកបហើយលេខសម្ងាត់នេះបាទនេះ admin ឥឡូវ003នេះការ៉េ3នេះអញ្ចឹងអានេះគឺជាធម្មតាឥឡូវចាំមើលខ្ញុំចូលជាធម្មតាវិញអញ្ចឹងខ្ញុំ log out មកការប្រើប្រាស់002បាទនេះបាទជោគជ័យបាទនេះគឺសម្រាប់បុគ្គលិកធម្មតាបាទអញ្ចឹងក៏មានតែប៉ុណ្្នឹងមានតែពាក្យសុំច្បាប់ scan ចូល scan ចេញហើយនឹងចាក់ចេញ
ហើយក៏មានសិទ្ធិក្នុងការធ្វើអីទេក៏ធ្វើបានតែប៉ុណ្្នឹងទេក្នុងការលុបទិន្នន័យក្នុងការបន្ថែមនេះគឺក៏មានសិទ្ធិទេបាទអញ្ចឹងដល់ពេលចុចលុបអញ្ចឹងបាទទាំងនេះវាដាក់មិនមានសិទ្ធិទេអញ្ចឹងមិនអាចលុបអីបានទេបាទមិនអាចកែប្រែបានទេលុបតាមតែ admin បានគាត់មានសិទ្ធិក្នុងការលុបឬក្នុងការកែប្រែអ្វីផ្សេងបានបាទនេះប្រព័ន្ធនេះគឺមានតែប៉ុណ្្នឹងបាទគុណបាទវាគឺវាងាយស្រួលក្នុងការគ្រប់គ្រងបុគ្គលិកដោយមិនចាំបាច់នៅកន្លែងក៏អាចគ្រប់គ្រងបានដែរបាទសូមអរគុណសូមជម្រាបលា